ហេតុអីការមានគណនីជួញដូរ2ចាំបាច់នៅក្នុងការវិនិយោគភាគហ៊ុនបាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយពីការមានគណនីជួញដូរចំនួន2ការមានគណនីជួញដូរចំនួន2ជារឿងមួយដែលល្អសម្រាប់ការវិនិយោគដោយយើងអាចធ្វើការវិនិយោគនឹងបែងចែកជា2ផ្សេងគ្នាមួយគឺការវិនិយោគរយៈពេលវែងសម្រាប់មួយទៀតគឺជាការវិនិយោគសម្រាប់រយៈពេលខ្លីសម្រាប់ការវិនិយោគរយៈពេលវែងយើងអាចជ្រើសរើសគណនីជួញដូរមួយបាទធ្វើការវិនិយោគដោយផ្ដោតលើរយៈពេលនោះយូរអង្វែងអាចថាជាការដាំដើមទ្រាប់ឬក៏គិតជាម៉ាស៊ីនផលិតលុយនោះសំដៅថាការទិញភាគហ៊ុនគឺពុំមានគោលបំណងលក់នៅក្នុងរយៈពេលខ្លីឬមធ្យមទេអាចថាក្រោម5 6ឆ្នាំនោះគឺយើងអត់លក់ទេឬក៏យើងអាចនឹងកាន់វារយៈពេលយូរឆ្នាំទៅទៀតឧទាហរណ៍ដូចជាក្រុមហ៊ុន Coca-Cola ដែលលោក Warren Buffett គាត់ទិញហ្នឹងគឺរាប់ឆ្នាំមកហើយគាត់អត់លក់ទេនេះជាការវិនិយោគរយៈពេលវែងទៅលើគណនីជួញដូរមួយដើម្បីកុំឲ្យយើងពិបាកនៅក្នុងការគ្រប់គ្រងសាច់ប្រាក់ឬក៏កុំឲ្យយើងពិបាកនៅក្នុងការតាមដានផលប័ត្ររបស់យើងព្រោះការវិនិយោគរយៈពេលវែងដែលយើងអត់លក់នេះជួនកាលតម្លៃភាគហ៊ុននឹងវាចុះធ្វើឲ្យផលប័ត្រដែលយើងឃើញបាទវាក៏ហមធ្វើយើងមិនសប្បាយចិត្តឬក៏ពិបាកទៅទី2ពេលខ្លះវាឡើងធ្វើឲ្យផលប័ត្រនេះចំណេញ10-20%ហ្នឹងក៏យើងមិនបានលក់វាដែរដូច្នេះគណនីនៃការវិនិយោគរយៈពេលវែងនេះទោះបីវាឡើងទោះបីវាចុះក៏យើងមិនបានលក់វារយៈពេលខ្លីដែរយើងទុកវាដូចជាទ្រព្យបាទទុកបន្តកូនតចៅវិញទៅអញ្ចឹងការវិនិយោគរយៈពេលវែងដែលយើងគិតថាដូចជាការដាំលុយបាទដូចជាការបង្កើតម៉ាស៊ីនរត់លុយយើងរងចាំតែទទួលភាគលាភប្រចាំឆ្នាំហើយបានភាគលាភហ្នឹងយើងបង្វិលទៅទិញភាគហ៊ុនមួយចំណែកធំទៅបាទនោះភាគហ៊ុនហ្នឹងក៏វាផ្ដល់ភាគលាភកាន់តែច្រើននៅឆ្នាំបន្តទៀតនោះមានន័យថាការវិនិយោគរយៈពេលវែងនេះគឺការជ្រើសរើសក្រុមហ៊ុនខុសពីការវិនិយោគរយៈពេលខ្លីដែលយើងផ្ដោតទៅលើតែក្រុមហ៊ុនដែលគាត់ទីមួយគឺគាត់អាចរស់នៅរយៈពេលវែងអត់គិតថាគាត់នឹងអាចខ្សែធនឬក៏អាចនឹងដួលរលំនៅក្នុងអំឡុងរយៈពេលខ្លីណាមួយនោះទេនេះគឺជាអ្វីដែលយើងត្រូវគិតទី1សម្រាប់រយៈពេលវែងបាទនិងហេតុផលទី2យើងអាចមើលទៅលើបាទកំណើនបាទការរីកចម្រើនរបស់គាត់ដូចជាបាទទ្រព្យសកម្មការកើនឡើងបាទប្រាក់ចំណេញការក្រេតសម្រាប់ការប្រាក់ចំណេញប្រចាំឆ្នាំបាទចំណូលប្រចាំឆ្នាំបាទទាំងអស់នេះគឺយើងមើលសម្រាប់រយៈពេលវែងនិងមួយទៀតយើងក៏មិនភ្លេចដែរទៅលើទិន្នផលភាគលាភយើងក៏គួរតែរើសក្រុមហ៊ុនណាដែលគាត់ផ្ដល់នៅទិន្នផលភាគលាភមួយដែលយើងអាចគិតថាសមរម្យមានន័យថាវាមិនតិចពេកបាទប៉ុន្តែឲ្យជាប្រចាំឬក៏ជាក្រុមហ៊ុនដែលតែងតែផ្ដល់ទិន្នផលភាគលាភនឹងមានកំណើនឆ្នាំហ្នឹងឲ្យប៉ុន្នេះឆ្នាំក្រោយឲ្យកើនទាំងតែនេះសុទ្ធតែជាការជ្រើសរើសដែលវាផ្ទុយស្រឡះពីការវិនិយោគរយៈពេលខ្លីតែម្ដងឥឡូវយើងងាកមកមើលថាគណនីទី2ដែលយើងប្រើសម្រាប់ការវិនិយោគរយៈពេលខ្លីវិញម្ដងអញ្ចឹងគណនីទី2ដែលយើងប្រើសម្រាប់ការវិនិយោគរយៈពេលខ្លីនេះគឺយើងប្រើប្រាស់ទៅលើសាច់ប្រាក់បាទដែលយើងអាចបាទត្រូវការរយៈពេលខ្លីឬក៏រយៈពេលមធ្យមនោះយើងអាចយកមកប្រើប្រាស់បានសម្រាប់គណនីនេះគឺផ្ដោតសំខាន់នោះគឺទៅលើ2ទី1គឺជាការ trade បាទ trade នោះការជួញដូរជាសកម្មឲ្យតែចំណេញលក់ឲ្យតែចុះទិញជាដើមហ្នឹងបាទនិងទី2គឺសំដៅទៅលើការ swing បាទ swing បាទ swing trading សំដៅទៅលើការដែលយើងទិញលក់រយៈពេលមួយបាទតែมันខ្លីពេកទេវាហោ swing សម្រាប់មួយសប្តាហ៍មួយខែពីរខែបីខែមួយឆ្នាំអីចឹងទៅរហូតដល់ពេលវាឡើងយើងលក់ពេលវាចុះយើងទិញអញ្ចឹងគណនីនេះគឺយើងមានការទិញលក់នឹងអាចថាញឹកញាប់បាទអញ្ចឹងយើងអាចនឹងមានខាតមានចំណេញយើង control ផលប័ត្ររបស់យើងបាននេះគឺជារឿងមួយដែលវិនិយោគិនជារួមនឹងគាត់ស្មុគស្មាញដែរនៅពេលបើសិនជាគាត់អត់ញែកគណនីជាពីរទិញលក់ធ្លាប់ខាតធ្លាប់ចំណេញគណនីវែងក៏នៅនឹងខ្លីក៏នៅនឹងពេលខ្លះគាត់យល់ថាខ្លួនឯងចំណេញបូកដកសមតុល្យគិតទៅគិតមកអត់ដឹងខាតពីពេលណាមកបាទលាយឡំគ្នាទីពីរគិតថាខ្លួនឯងនឹងខាតហើយបាទខាតហើយដល់ទៅពេលមើលបូកដកទៅទេបើលក់ហ៊ុនទាំងអស់ចេញបូកលុយបញ្ចូលគ្នាលុយហ្នឹងកើនដែរកាលពីដាក់លុយតែ20លានណាឥឡូវបើបូកលុយដែលទទួលបានឡើងចង់30លានហើយអញ្ចឹងគាត់ទៅចំណេញទេតែដោយសារតែគណនីមួយប្រើគោលម្ដង2អញ្ចឹងមានភាពលំបាកសម្រាប់ការ
បុកដកប្រាក់ចំណេញដូច្នេះហើយទើបគណនីរយៈពេលខ្លីនេះយើងដាក់មកសម្រាប់ trade និង swing ហ្នឹងអញ្ចឹងភាគហ៊ុនដែលយើងទិញខុសពីភាគហ៊ុនរយៈពេលវែងដែរ trade និង swing យើងអត់មើលទៅលើអាយុកាលក្រុមហ៊ុនថាអាចរស់នៅដល់20 30ឆ្នាំ100ឆ្នាំអីទេយើងមើលថាតើវាមានបម្រែបម្រួលថ្លៃឬអត់បាទសំដៅតែប៉ុណ្្នឹងទេអត់មើលថាក្រុមហ៊ុនតម្លៃធូរថ្លៃខ្លាំងហើយទេមើលថាតម្លៃរបស់វាអាចឡើងអត់អញ្ចឹងក្រុមហ៊ុនដែលថ្លៃក៏ដោយបាទថ្លៃក៏ដោយបើវាមានឱកាសឡើងយើងនៅតែទិញហើយយើងលក់កាន់តែថ្លៃយើងហៅថាយុទ្ធសាស្ត្រទិញថ្លៃលក់កាន់តែថ្លៃនិងមួយទៀតក្រុមហ៊ុននោះគឺថ្លៃរបស់វាធូរថ្លៃហើយបាទធូរថ្លៃហើយប៉ុន្តែវាអាចកាន់តែធូរថ្លៃទៀតវាអាចកាន់តែចុះទៀតអញ្ចឹងយើងក៏ត្រូវតែលក់វាចេញហើយលក់ថោកហើយទិញវិញកាន់តែថោកហ្នឹងក៏ចំណេញដែរនិងមួយទៀតក្រុមហ៊ុនដែលគាត់តម្លៃគាត់ធូរហើយអាចមានឱកាសឡើងគ្រប់ពេលអាហ្នឹងក៏យើងទិញដែរបាទហ្នឹងហើយនិងមួយទៀតយើងផ្ដោតទៅលើក្រុមហ៊ុនដែលមានបម្រែបម្រួលថ្លៃធំបាទកម្រិតថ្លៃធំជាប្រចាំថ្ងៃប្រចាំសប្តាហ៍ប្រចាំខែប្រចាំថ្ងៃយើងអាចមើលថាក្នុងមួយថ្ងៃហ្នឹងវាឡើងចុះមកដល់2 3%អញ្ចឹងទៅកម្រៃសេវាមានតែ 1% ទេអញ្ចឹងយើងដាក់ត្រង់ទិញនៅដែនខាងក្រោមដែលវាអាចចុះដល់និងលក់នៅដែនលើដែលវាអាចឡើងដល់អញ្ចឹងយើងអាចទទួលបានកម្រិតចំណេញជាប្រចាំពីហោក្រុមហ៊ុនខ្លះវាកម្រិតថ្លៃជាប្រចាំខែក្នុងមួយខែជារឿយៗវាតែងតែចុះមកដល់ដក 2% ដែរក្នុងមួយខែជារឿយៗយើងអាចថាវាឡើងដល់ដកបុក 3% ដែរអញ្ចឹងទិញដក 2 នឹងគង់ថ្ងៃណាមួយទិញបានលក់នៅបុក 3% គង់ថ្ងៃណាមួយយើងទិញបានអញ្ចឹងយើងអាចចំណេញ 5% នេះគឺជាវិធីសាស្ត្រដែលផ្សេងគ្នាវិនិយោគរយៈពេលវែងនិងវិនិយោគរយៈពេលខ្លីគឺខុសគ្នាដាច់ស្រឡះវិនិយោគរយៈពេលវែងផ្ដោតទៅលើក្រុមហ៊ុនដែលគាត់រស់នៅបានយូរបាទប្រាក់ចំណេញកើនឡើងប្រាក់ចំណូលកើនឡើងចែកភាគលាភមានការកើនឡើងភាគលាភច្រើនគួរសមបាទហើយយើងទិញហ្នឹងគាត់ថាតម្លៃរបស់វាគឺធូរថ្លៃហើយទោះបីចុះទៅទៀតក៏មិនបញ្ហាដែរតែវាកំពុងតែធូរហើយការទិញអាចប្រើ DCA Dollar Cost Average ហ្នឹងហើយហើយរយៈពេលខ្លីវិញខុសគ្នាអត់ខ្វល់នឹងក្រុមហ៊ុនចំណេញច្រើនចំណេញតិចទេអត់ខ្វល់នឹងចែកភាគលាភមិនចែកភាគលាភទេអត់ខ្វល់រឿងថាអូក្រុមហ៊ុនស្អែកដួលមិនដួលទេឲ្យតែមានឱកាសចំណេញគឺយើងទិញហើយលក់ទិញហើយលក់បាទអត់ខ្វល់ថាក្រុមហ៊ុនហ្នឹងកំពុងតែល្អទេឲ្យតែវាកំពុងតែចុះខ្លាំងហើយវានៅកាន់តែចុះទៀតលក់ហើយចាំតែទិញខាងក្រោមនេះក៏ជាការចែករំលែកខ្លះៗបងប្អូនអ្នកវិនិយោគបើសិនបើបងប្អូនមានអឺមតិយោបល់ដូចជាការចូលរួមផ្សេងៗអាចជួយជា comment ឬក៏ការចុច like ដើម្បីជាការលើកទឹកចិត្តមកដល់admin ក្នុងការផលិតវីដេអូបន្តទៀតដែរបាទសូមអរគុណច្រើនសូមជម្រាបលាពេញចិត្តកុំភ្លេចsubscribe អរគុណច្រើនជម្រាបលា